បើក្បាលវីដេអូសូមឈាមមួយតែម្ដងតែឈានេះអត់មានជាតិអាល់កុហុលទេគឺផ្លែឈើសុទ្ធតែម្ដងហើយផ្លែឈើនេះគឺពិតជាល្អចំពោះសុខភាពបងប្អូនសម្រាប់ផ្លែឈើដែលខ្ញុំយកមកធ្វើក្នុងថ្ងៃនេះគឺមានពីរមុខមានជាមួយនឹងផ្លែគីវីហើយជាមួយនឹងផ្លែចេកទុំចេកនេះខ្ញុំប្រើចេកពណ៌លឿងហើយខ្ញុំគិតថាយើងអាចយកចេកអំបូងឬក៏ចេកពងមាន់មកជំនួសក៏បានដែរហើយចំពោះភេសជ្ជៈនេះគឺខ្ញុំមានបន្ថែមស្ករឬទឹកឃ្មុំទេដោយសារខ្ញុំយកជាតិផ្អែមចេញពីផ្លែចេកតែម្ដងហើយខ្ញុំបន្ថែមជាមួយនឹងទឹកដោះគោស្រស់បងប្អូនចង់បានរសជាតិកាន់តែឆ្ងាញ់អាចបន្ថែមជាមួយនឹងដោះគោខាប់ឬក៏ទឹកឃ្មុំអីបន្ថែមទៀតតែប៉ុណ្្នឹងទៅយើងដាក់ក្លុកតាំងពីមានកូនម៉ាស៊ីនមួយនេះមកខ្ញុំអាសាធ្វើទឹកផ្លែឈើញ៉ាំព្រោះវាងាយស្រួលវាអត់ពិបាកលាងហើយនិយាយពីការទុកដាក់វិញគឺងាយស្រួលចំណេញស្ពេសមែនតើហើយចង់យកតាមខ្លួនក៏បានដែរព្រោះវាសាកថ្មអញ្ចឹងណាហើយសម្រាប់ត្រពាំងបាយជូរនេះគឺខ្ញុំយកវាមកដាក់ចង់ដេកឲ្យមានពណ៌ឲ្យបងប្អូនដោយសារចេកខ្ញុំពណ៌សគីវីពណ៌លឿងអញ្ចឹងវាអត់មានពណ៌អញ្ចឹងខ្ញុំក៏ចង់ដាក់ត្រពាំងបាយជូរហ្នឹងឲ្យមើលទៅឃើញស្អាតប៉ុន្តែញ៉ាំទៅក៏ឆ្ងាញ់មួយយ៉ាងដែរពេលយើងញ៉ាំមួយគ្នាទៅយើងចាក់ដាក់កែវតាមពិតជាមួយនឹងម៉ាស៊ីនទឹកក្លុកនេះយើងអាចញ៉ាំទៅផ្ទាល់ជាមួយនឹងម៉ាស៊ីនហ្នឹងក៏បានដែរដោយសារវាទូចវាមានជាពួយញ៉ាំតែនេះខ្ញុំថតហើយណាមួយខ្ញុំញ៉ាំមួយគ្រួសារខ្ញុំផងដល់ចឹងទៅខ្ញុំដាក់ឲ្យស្អាតចឹងទៅពេលយើងរៀបស្អាតទៅញ៉ាំទៅបន្ថែមរសជាតិកាន់តែឆ្ងាញ់ទៀតចាឲ្យខាងលើនេះខ្ញុំ topping នេះខ្ញុំមានជាមួយនឹងផ្លែចេកខ្ញុំហាន់ទូចៗខ្ញុំភ្លេចដាក់ហាន់គីវីបន្ថែមទូចៗពីលើទៀតបន្ថែមគីវីទូចៗពីលើទៀតញ៉ាំទៅវាមានជ្រប់ឈប់ក៏ឆ្ងាញ់មួយយ៉ាងដែរ